ជីវិតរបស់យើងម្នាក់ៗមិនត្រូវការត្រឹមតែរស់នៅបន្តទៅមុខប៉ុណ្ណោះទេប៉ុន្តែត្រូវការអ្វីមួយដែលធ្វើឲ្យយើងមានអារម្មណ៍ថាមានហេតុផលនៅក្នុងការរស់នៅពេលខ្លះយើងមានអ្វីគ្រប់យ៉ាងមានការងារមានទំនាក់ទំនងឬភាពសុខស្រួលខ្លះនៅក្នុងការរស់នៅប៉ុន្តែនៅខាងក្នុងនៅតែមានអារម្មណ៍ទទេដូចជាខ្វះអ្វីមួយយ៉ាងនោះគឺជាពេលដែលយើងចាប់ផ្ដើមសួរខ្លួនឯងថាតើខ្ញុំរស់នៅដើម្បីអ្វីហើយចម្លើយនៃសំណួរនេះគឺជាហេតុផលនៃការរស់នៅរបស់យើងដែលគេហៅថា Ikigai នៅក្នុងអេពីសូតនេះយើងនឹងស្វែងយល់ទាំងអស់គ្នាថាតើយើងធ្វើម៉េចទើបអាចស្វែងរកឃើញ Ikigai របស់យើង Ikigai មិនមែនជាគោលដៅធំមួយដែលយើងត្រូវទៅឲ្យដល់ហើយវាក៏មិនមែនជាចម្លើយតែមួយគត់ដែលយើងត្រូវស្វែងរកឲ្យឃើញឆាប់ៗនេះដែរវាជាអ្វីមួយដែលកើតឡើងយ៉ាងស្ងៀមស្ងាត់នៅក្នុងការរស់នៅរបស់យើងជារៀងរាល់ថ្ងៃវាជាអារម្មណ៍តូចៗដែលធ្វើឲ្យយើងមានចិត្តចង់ភ្ញាក់ពីគេនៅពេលព្រឹកវាជាការដឹងថាអ្វីដែលយើងកំពុងធ្វើមានអត្ថន័យសម្រាប់យើងនិងសម្រាប់អ្នកដទៃផងដែរការស្វែងរក Ikigai មិនមែនចាប់ផ្ដើមពីការធ្វើអ្វីធំដុំទេប៉ុន្តែវាចាប់ផ្ដើមពីចំណង់ចំណូលចិត្តនិងការស្រឡាញ់តើយើងចូលចិត្តធ្វើអ្វីវាមិនចាំបាច់ជាអ្វីធំដុំឬពិសេសនោះទេវាអាចជាការសរសេរជាការលេងតន្ត្រីឬជាកិច្ចការសាមញ្ញៗដែលធ្វើឲ្យយើងសប្បាយចិត្តពេលដែលយើងបានធ្វើវានិងមានអារម្មណ៍ថាជាខ្លួនយើងពិតប្រាកដបន្ទាប់មកយើងចាប់ផ្ដើមសង្កេតមើលថាតើអ្វីដែលយើងធ្វើវាបានល្អឬអាចជាចំណុចខ្លាំងរបស់យើងដែលធ្វើឲ្យយើងធ្វើវាមានអារម្មណ៍ថាងាយស្រួលសម្រាប់យើងក៏ប៉ុន្តែវាអាចជារឿងដែលពិបាកសម្រាប់អ្នកដទៃទាំងអស់នេះមិនមែនកើតឡើងភ្លាមៗនោះទេវាកើតឡើងតាមរយៈការធ្វើនិងការសម្គាល់ខ្លួនឯងជាបន្តបន្ទាប់ចំណុចសំខាន់មួយទៀតគឺ Ikigai ក៏តាក់ទងជាមួយនឹងពិភពលោកខាងក្រៅផងដែរយើងត្រូវសួរខ្លួនឯងថាតើអ្វីដែលពិភពលោកត្រូវការឬតើយើងអាចជួយអ្នកដទៃបានយ៉ាងដូចម្តេចនៅពេលដែលអ្វីដែលយើងធ្វើមានឥទ្ធិពលដល់អ្នកដទៃវានឹងបង្កើតអារម្មណ៍ដែលមានអត្ថន័យមនុស្សម្នាក់អាចមានអារម្មណ៍ពេញចិត្តមិនមែនគ្រាន់តែទទួលបានច្រើនប៉ុណ្ណោះទេប៉ុន្តែអារម្មណ៍ពេញចិត្តនេះក៏កើតឡើងពីការផ្ដល់ឲ្យច្រើនផងដែរចំណុចដ៏សំខាន់បំផុតមួយដែលយើងមិនអាចរំលងបាននោះគឺជាការបំលែងអ្វីដែលយើងស្រឡាញ់អ្វីដែលយើងពូកែទៅជាចំណូលពីព្រោះការស្រឡាញ់តែម្យ៉ាងវាមិនមានតុល្យភាពនោះទេវាត្រូវការការគាំទ្រដើម្បីបន្តធ្វើអ្វីដែលយើងស្រឡាញ់និងអ្វីដែលមានប្រយោជន៍ដល់អ្នកដទៃផងដែរជាក់ស្ដែងដូចជាការផលិតវីដេអូនៅលើ YouTube នេះជាដើមវាកើតចេញពីការស្រឡាញ់ពីចំណូលចិត្តហើយវាក៏ផ្ដល់ត្រឡប់មកវិញនូវប្រាក់ចំណូលដើម្បីគាំទ្រដល់ការផលិតផងដែរមុននឹងបន្តខ្ញុំសូមសង្ខេបចំណុចសំខាន់ខាងលើឡើងវិញក្នុងការស្វែងរក Ikigai របស់យើងទី1ចាប់ផ្ដើមពីការស្រឡាញ់ទី2រកមើលចំណុចខ្លាំងឬចំណុចពិសេសដែលយើងមានភាពលេចធ្លោទី3ជាអ្វីដែលពិភពលោកត្រូវការឬនិយាយឲ្យងាយស្ដាប់គឺការផ្ដល់ប្រយោជន៍ដល់អ្នកដទៃនិងទី4គឺការទទួលបានចំណូលត្រឡប់មកវិញប៉ុន្តែគោលគំនិតសំខាន់នៅក្នុងការស្វែងរកគោលបំណងនៃការរស់នៅនេះមិនមែនឲ្យយើងរងចាំទាល់តែមានចម្លើយទាំងអស់ដើម្បីចាប់ផ្ដើមនោះទេអ្នកខ្លះចំណាយពេលជាច្រើនដើម្បីគិតថាតើអ្វីជាគោលបំណងនៃជីវិតប៉ុន្តែពួកគេមិនដែលចាប់ផ្ដើមនោះទេ Ikigai មិនត្រូវបានរកឃើញដោយការអង្គុយគិតពីវានោះទេវាត្រូវបានរកឃើញដោយការធ្វើពេលដែលយើងចាប់ផ្ដើមធ្វើអ្វីមួយទោះបីជាតិចតួចក៏ដោយយើងនឹងចាប់ផ្ដើមស្គាល់ខ្លួនឯងបន្តិចម្ដងយូរទៅយើងនឹងមើលឃើញវាកាន់តែច្បាស់អ្វីដែលសំខាន់គឺយើងត្រូវបន្តស្វែងរកបន្តរៀននិងបន្តរស់នៅដោយការដឹងខ្លួនសរុបមកវិញ Ikigai មិនមែនជាអ្វីដែលយើងត្រូវស្វែងរកនៅកន្លែងណាឆ្ងាយនោះទេវាស្ថិតនៅក្នុងកិច្ចការតូចតាចដែលយើងធ្វើជារៀងរាល់ថ្ងៃហើយវាមិនមែនជាចម្លើយដ៏ធំមួយនិងជាចម្លើយចុងក្រោយនោះទេប៉ុន្តែវាជាអារម្មណ៍តូចតាចដែលបង្ហាញថាអ្វីដែលយើងកំពុងធ្វើមានអត្ថន័យសម្រាប់យើងនិងសម្រាប់អ្នកដទៃ